រកឃើញចម្រៀងខ្មែរ3បទដែលមានឥទ្ធិពលលើសង្គមជាតិថៃក្រោយសិក្សាស្រាវជ្រាវអស់រយៈពេលជាយូរកន្លងមកទេពមយុរាបានរកឃើញនៅចម្រៀងនិងខ្សែភាពយន្តខ្មែរថៃជាច្រើនដែលធ្លាប់ទទួលឥទ្ធិពលទៅវិញទៅមកមុនឆ្នាំ1975ដោយឡែកទេពមយុរារកឃើញថាមានចម្រៀងខ្មែរ3បទដែលមានឥទ្ធិពលលើសង្គមជាតិថៃក្នុងនោះមានចម្រៀងមួយបទដែលទទួលបានការគាំទ្រពីសំណាក់មហាជនថៃរហូតមកដល់បច្ចុប្បន្ននេះនឹងមានការខ្វែងគំនិតគ្នារវាងមហាជនខ្មែរនិងមហាជនថៃដោយភាគីទាំងសងខាងតែងយល់ខុសនៅប្រភពដើមនៃចម្រៀងមួយបទនេះអស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះខ្ញុំបាទហៀងចំណិតសូមលើកយកអត្ថបទស្រាវជ្រាវតាក់ទងទៅនឹងចម្រៀងខ្មែរដែលមានឥទ្ធិពលលើសង្គមជាតិថៃមកចែកជូនប្រិយមិត្តអ្នកស្ដាប់បានដឹងក្នុងយុគមាសនៃវិស័យចម្រៀងនិងភាពយន្តខ្មែរបានបន្សល់ដល់កូនខ្មែរជំនាន់ក្រោយនៅមហាកិត្តិយសដ៏ធំធេងសម្រាប់ជាតិបើទោះបីជាតួសម្ដែងក៏ដូចជាអ្នកចម្រៀងនិងខ្សែភាពយន្តមួយចំនួនត្រូវបានបាត់បង់នៅក្នុងរបបខ្មែរក្រហមក៏ពិតមែនតាក់តាងដែលនៅសេសសល់បន្តិចបន្តួចនេះក៏អាចសបញ្ជាក់ឲ្យយើងបានដឹងផងដែរថាវិស័យចម្រៀងនិងភាពយន្តខ្មែរមុនឆ្នាំ1975ពិតជាមានតម្លៃមហាសាលដែលមហាជននិងផលិតករបច្ចុប្បន្ននេះគួរសិក្សាស្វែងយល់និងចូលរួមថែរក្សាឲ្យបានគង់វង្សតើបទចម្រៀងខ្មែរ3បទដែលមានឥទ្ធិពលលើសង្គមជាតិថៃមានបទអ្វីខ្លះចាំរាកจากនួនក្រំខ្លួនពួនใจร้อนเร่าสงสารดวงยาวน้องเศร้าอยู่เดียวหลับเถิดหลับตาฟังข้ารำพันฝากเพลงฝันจำนันวอนเหนื่อยหน่ายหลับนอนพักผ่อนดวงใจหายคลายกังวลបទភីខលកនបកស្រាយដោយលោកសុថេពវង្សកំហែងនិងបទនិសាធើតរ៉ាបកស្រាយដោយលោកស្រីរងរិទ្ធឌីផែងផុងសៃគឺជាចម្រៀងពីរបទដែលបានដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តរឿងពៅឈូកសនិពន្ធនិងដឹកនាំរឿងដោយផលិតករទៀនលឹមគុននិងបានចេញផ្សាយនៅឆ្នាំ1967ដែលលោកជាយុទ្ធថនសម្ដែងជាតួឯកប្រុសនិងលោកស្រីឌីសាវ៉េតសម្ដែងជាតួឯកស្រីត្រូវបានអ្នកជំនួញជនជាតិថៃសុំទិញសិទ្ធិភាពយន្តមួយនេះពីផលិតករទៀនលឹមគុនយកមកបញ្ចាំងនៅក្នុងប្រទេសថៃហើយក៏បានសុំសិទ្ធិបកប្រែនិងប្រគំបទភ្លេងទាំងពីរនេះឡើងវិញតាមលំនាំបទដើមជាភាសាថៃចម្រៀងទាំងពីរបទដែលភាគីថៃបានសុំសិទ្ធិថតចម្លងនិងកែសម្រួលមកជាភាសាថៃមានដូចជាបទបងលាសិនហើយបកស្រាយដោយលោកស៊ីនស៊ីសមុទ្រដែលមហាជនខ្មែរបច្ចុប្បន្ននេះតែងនិយមហៅចំណងជើងខុសថានាវាជីវិតនិងបទគេងទៅបកស្រាយដោយលោកស្រីរស់សេរីសុទ្ធានាវាជីវិតកុំរឹតឲ្យបងចេញទៅចាឆ្ងាយចោលពើហើយនៅកុំព្រាគេងទៅមនុស្សសាន់ទាំងឡាយចិត្តឆ្ងាយជាទីស្នេហាសូមគេញ៉ាយបានគ្រប់ព្រំអាត្មាគ្រប់គ្នាកុំបោចម្រៀងទាំងពីរបទនេះគឺជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោកស៊ីនស៊ីសមុទ្រសម្រួលតន្ត្រីដោយកវីរៀមច្បងមែលប៊ុនតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវជនជាតិថៃបានឲ្យដឹងផងដែរថាបទភីខលកននិងបទនិសាធើតរ៉ាដែលបានសុំសិទ្ធិចម្លងចេញពីបទចម្រៀងរបស់ខ្មែរគឺទទួលបានការពេញនិយមជាខ្លាំងពីសំណាក់មហាជនថៃនាទសវត្សរ៍នោះក៏ប៉ុន្តែបើយើងក្រឡេកមកមើលបច្ចុប្បន្នភាពវិញចម្រៀងទាំងពីរបទនេះ
ហាក់ពុំសូវទទួលបានការចាប់អារម្មណ៍ឬស្ទើរតែគ្មានអ្នកស្គាល់ចម្រៀងទាំងពីរបទនេះលើកលែងតែអ្នកស្រែកច្រៀងមួយចំនួនតូចតែប៉ុណ្ណោះតែអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺនៅមានចម្រៀងខ្មែរមួយបទទៀតដែលមានឥទ្ធិពលមកលើសង្គមជាតិថៃតាំងពីដើមទសវត្សរ៍70រហូតមកដល់បច្ចុប្បន្ននេះនោះគឺបទឆ្នាំមុន ឆ្នាំមុនបងបានជួបងនម្ដងច្រើនខែកន្លងបងបងជួបតែស្រីពើ បទឆ្នាំមុនគឺជាការនិពន្ធនិងបកស្រាយដោយអ្នកចម្រៀងអ៊ឹមសុងសឺមនិងបានចេញផ្សាយនៅតាមវិទ្យុជាតិក្នុងឆ្នាំ1967អ្វីត្បិតចម្រៀងមួយបទនេះមិនមានលំហតាមរយៈការដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តមួយណារបស់ប្រទេសកម្ពុជាក៏ពិតមែនក៏ប៉ុន្តែឥទ្ធិពលនៃបទឆ្នាំមុនបានសាបព្រោះទៅក្នុងប្រអៅបេះដូងរបស់ប្រជាជនថៃតាមរយៈទឹកដមសំនៀងដ៏សែនពិរោះមានទម្ងន់និងបង្កប់នៅអត្ថន័យជ្រាលជ្រៅរវាងស្នេហាមនុស្សប្រុសស្រីពីរនាក់ដែលតែងជួបគ្នាក្នុងពេលរាត្រីការតើបទឆ្នាំមុនល្បីល្បាញទៅដល់មហាជនថៃតាមរយៈណាតាមការស្រាវជ្រាវរបស់ទេពយុរាបានឲ្យដឹងថាបទឆ្នាំមុនរបស់លោកអ៊ឹមសុងសឺមល្បីខ្ទោកទានៅតាមព្រំប្រទល់ដែនរវាងប្រទេសកម្ពុជាថៃក៏ដូចជាឡាវតាំងពីអំឡុងដើមទសវត្សរ៍70ដោយមហាជនថៃជាពិសេសបងប្អូនខ្មែរសុរិន្ទខ្មែរស៊ីសាកេតស្គាល់បទនេះដំបូងតាមរយៈការចេញផ្សាយដំណឹងមរណភាពរបស់លោកអ៊ឹមសុងសឺមនៅឆ្នាំ1972ដែលកាសែតជាច្រើននៅក្នុងប្រទេសកម្ពុជាក៏ដូចជាកាសែតថៃមួយចំនួនបានបោះពុម្ពផ្សាយនៅដំណឹងមរណភាពរបស់លោកដោយភ្ជាប់ជាមួយចំណងជើងបទចម្រៀងជាច្រើនរួមទាំងបទឆ្នាំមុនរបស់លោកផងដែរក្រោយមកចម្រៀងមួយបទនេះក៏ត្រូវបានបងប្អូនខ្មែរសុរិន្ទក៏ដូចជាខ្មែរស៊ីសាកេតដែលធ្លាប់បានស្គាល់តែនិយមលើកយកបទចម្រៀងមួយបទនេះមកច្រៀងលេងតាមរបៀបភាសារដើនបែបខ្មែរថៃជាស្ទីលថ្មីប្លែកមួយបែបដែលធ្វើឲ្យចម្រៀងមួយបទនេះកាន់តែល្បីរន្ទឺរហូតដល់ឆ្នាំ1982បទឆ្នាំមុនក៏ត្រូវបានលោកកនប៉ាកែវកែសម្រួលចម្រៀងមួយបទនេះជាភាសាថៃលាយខ្មែរដោយដាក់ចំណងជើងថាខឿនឡាប់ហ្វាបកស្រាយដោយលោកលឿងបរិសុទ្ធអ្នកចម្រៀងដែលមានទីកំណើតនៅខេត្តស៊ីសាកេតក្រោយបទខឿនឡាប់ហ្វាបានចេញផ្សាយនៅទូទាំងប្រទេសថៃចម្រៀងមួយបទនេះត្រូវបានមហាជនថៃជាច្រើនស្គាល់ច្បាស់និងចេះច្រៀងស្ទើរគ្រប់គ្នាក៏ប៉ុន្តែពួកគាត់មិនបានដឹងទេថាចម្រៀងមួយបទនេះមានប្រភពមកពីប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ននេះមានមហាជនថៃជាច្រើនក៏បានស្វែងយល់ពីប្រភពដើមនៃបទខឿនឡាប់ហ្វាហើយពួកគេក៏ទទួលស្គាល់ដោយលើកសរសើរមកកាន់អ្នកចម្រៀងខ្មែរថាអ្វីត្បិតឧបករណ៍ភ្លេងចំនួននោះមិនសូវទំនើបដូចបច្ចុប្បន្នក៏ពិតមែនក៏ប៉ុន្តែអ្នកចម្រៀងអ៊ឹមសុងសឺមអាចបកស្រាយចម្រៀងមួយបទនេះបានយ៉ាងពិរោះនិងមានអត្ថន័យមហាជនថៃមួយចំនួនទៀតនៅពេលបានឃើញរូបថតលោកអ៊ឹមសុងសឺមពួកគេបានលើកសរសើរថាមានសម្រស់ស្រស់សង្ហាដូចជាតារាកូរ៉េ ស្របពេលដែលមហាជនថៃមួយចំនួនធំទទួលស្គាល់នៅបទខឿនឡាប់ហ្វាដែលមានប្រភពមកពីបទចម្រៀងរបស់ខ្មែរក៏ពិតមែនក៏ប៉ុន្តែមានមហាជនថៃមួយចំនួនតូចនៅតែមិនព្រមទទួលស្គាល់បើទោះបីជាមានអ្នកស្រាវជ្រាវជនជាតិថៃពន្យល់ពួកគេយ៉ាងណាក៏ដោយអ្វីដែលកាន់តែអនិច្ចាជាងនេះទៅទៀតនោះមហាជនខ្មែរមួយចំនួនតូចនាពេលបច្ចុប្បន្ននេះក៏នៅតែមិនទាន់យល់ច្បាស់ថាបទឆ្នាំមុនជារបស់ខ្មែរឬជារបស់ថៃនោះទេរហូតមានអ្នកដឹកនាំក៏ដូចជាអ្នកចម្រៀងមួយចំនួនបែរជាបកស្រាយបទឆ្នាំមុនជាទម្រង់កែប្រែបែបថៃទៅវិញចំណែកឯបទចម្រៀងឆ្នាំមុន
ដែលជាអត្ថន័យនិងអត្ថរសដែលបាននិពន្ធនិងបកស្រាយដោយអ្នកចម្រៀងអឹមសុងសឺមតាំងពីឆ្នាំ1967ពួកគាត់ស្ទើរតែមិនចេះច្រៀងនិងមិនធ្លាប់ឮបទចម្រៀងដើមរបស់លោកទៀតផងតែទោះជាយ៉ាងណាក៏ដោយក៏មានកម្ពុជាសិល្បករសិល្បករនីពីររូបដែលបានបកស្រាយបទឆ្នាំមុនតាមអត្ថន័យនិងអត្ថរសដើមទាំងស្រុងរបស់អ្នកចម្រៀងអឹមសុងសឺមនោះគឺអ្នកចម្រៀងកែវសារ៉ាត់និងអ្នកនាងទូចស៊ុននិច ឆ្នាំមុនអូនបានជួបនឹងបងម្ដងច្រើនខែកន្លងអូនបងជួបតែប្រពៃ វីដេអូក្រោយទេពយូរ៉ានឹងលើកយកព្រឹត្តិការណ៍សំខាន់មួយដែលអ្នកចម្រៀងស៊ីនស៊ីសមុទ្រនិងអ្នកចម្រៀងអឹមសុងសឺមទៅច្រៀងនៅព្រំប្រទល់ដែនកម្ពុជាថៃជាមួយនឹងអ្នកចម្រៀងថៃដែលមកពីទីក្រុងបាងកកអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា